បាទសួស្តីទាំងអស់គ្នាបាទនៅព្រឹកនេះខ្ញុំមានព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយនឹងចំនួនកម្ពុជាហើយនិងថៃបាទទីមួយគឺពាក់ព័ន្ធជាមួយនឹងកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ JBC បាទអញ្ចឹងខាងភាគីថៃគេបានលើកឡើងថាគឺការប្រជុំនេះគឺនឹងធ្វើឡើងនៅខេត្តច័ន្ទបុរីតាមគម្រោងដើមដោយអត់មានការផ្លាស់ប្ដូរកន្លែងទេបាទអញ្ចឹងយោធាថៃក៏បានលើកឡើងថាការចរចាដំណើរការនឹងយ៉ាងរលូនឬបរាជ័យគឺអាស្រ័យមកលើភាគីកម្ពុជាយោធាថៃបញ្ជាក់បន្ថែមទៀតថាកិច្ចពិភាក្សានេះនឹងធ្វើឡើងតែរវាងប្រទេសថៃនិងកម្ពុជាតែប៉ុណ្ណោះដោយមិនមានការចូលរួមពីភាគីទី3ឡើយបាទអញ្ចឹងបើតាមភាគីកម្ពុជាយើងគឺស្នើសុំឲ្យមានការប្រជុំ JBC នេះគឺនៅប្រទេសម៉ាឡេស៊ីដែលជាប្រទេសភាគីទី3ឯករាជ្យនិងតម្លាភាពណាបាទក៏ប៉ុន្តែភាគីថៃក៏នៅតែជ្រើសរើសយកទ្វេភាគីដដែលបាទដោយសារគេមានគំនាបអាចដាក់មកលើកម្ពុជាបានអញ្ចឹងគេចូលចិត្តប្រើវិធីនេះហើយគេបាត់ចង់ឲ្យប្រទេសទី3ឬក៏សហគមន៍អន្តរជាតិមកចូលរួមដឹងលើពីអំពើទុច្ចរិតរបស់គេទេអញ្ចឹងហើយទើបគេព្យាយាមប្រជុំតែទ្វេភាគីជាមួយកម្ពុជានោះទេបាទហើយខាងភាគីកម្ពុជាយើងគឺមិនទាន់បានបញ្ជូននៅព័ត៌មានថាទៅឬមិនទៅនៅឡើយទេណាចាំមើលបើសិនជាខាងភាគីកម្ពុជាយើងមានព័ត៌មានអីចេញមកពាក់ព័ន្ធជាមួយនឹងការប្រជុំ JBC ថ្ងៃទី24នេះគឺខ្ញុំនឹងប្រាប់ទាំងអស់គ្នាម្ដងទៀតណាបាទ